រឿងព្រះពុទ្ធសាសនាក្របពូជនៃកម្មកាលពីសម័យមួយមានកសិករពីរនាក់រស់នៅជិតគ្នាអ្នកឧស្សាហ៍ធ្វើបុណ្យជួយអ្នកដទៃនិងនិយាយពាក្យសុភាពអ្នកទៀតតែងតែខឹងឈ្លោះប្រកែកនិងច្រណែនអ្នកជិតខាងថ្ងៃមួយព្រះសង្ឃបានមានពុទ្ធដីកាថាមនុស្សគ្រប់រូបកំពុងដាំក្របពូជរៀងរាល់ថ្ងៃអំពើល្អគឺជាក្របពូជនៃសេចក្តីសុខអំពើអាក្រក់គឺជាក្របពូជនៃទុក្ខអ្នកទាំងពីរបានឮពាក្យនេះប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលយកទៅអនុវត្តគាត់បន្តជួយអ្នកក្រនិងរក្សាចិត្តស្ងប់ស្ងាត់ទោះជាជួបការលំបាកក៏ដោយប៉ុន្មានឆ្នាំក្រោយមកគាត់មានជីវិតសុខសាន្តមានមិត្តភក្តិច្រើននិងទទួលបានការគោរពពីមនុស្សជុំវិញចំណែកឯអ្នកដែលពោរពេញដោយកំហឹងនិងការច្រណែនកាន់តែរស់នៅដោយភាពមិនសប្បាយចិត្តនិងគ្មានអ្នកចង់នៅក្បែរអត្ថន័យមុននឹងធ្វើឬនិយាយអ្វីមួយសូមសួរខ្លួនឯងថាតើខ្ញុំកំពុងដាំគ្រាប់ពូជនៃសេចក្តីសុខឬគ្រាប់ពូជនៃទុក្ខព្រោះអ្វីដែលយើងដាំថ្ងៃនេះនឹងក្លាយជាផលដែលយើងទទួលនៅថ្ងៃអនាគតសូមជាវ Channel ដើម្បីគាំទ្រពួកយើងនិងរួមចំណែកផ្សព្វផ្សាយធម៌និងសេចក្តីល្អទៅកាន់មនុស្សកាន់តែច្រើនសូមអរគុណ